គឺយើងចាប់ផ្ដើមមានគំនិតមួយទៀតថាចុះបើសិនជាយើងបង្កើតសិប្បកម្មមីល្ពៅមួយនៅក្នុងពេញមិនដឹងជាល្អយ៉ាងណាពីព្រោះអាចឲ្យអ្នកភ្នំពេញស្រួលទិញហើយអាចថែរក្សាសុខភាពអ្នកភ្នំពេញបានទៀតពេលហ្នឹងគឺយើងគិតតែប៉ុណ្្នឹងឯងខ្ញុំរៀនចប់វិទ្យាល័យកាលពីឆ្នាំ1999នៅវិទ្យាល័យ Net Young ចា៎ហើយខ្ញុំបន្តការសិក្សានៅសាលា Don Bosco ផ្នែកវិជ្ជាជីវៈ Computer and Secretarial កាលជំនាន់ហ្នឹងអ្នកទាំងខ្ញុំអត់ទាន់មានលុយខ្ញុំបង់មហាវិទ្យាល័យចា៎ពេលអញ្ចឹងទៅខាងសាលា Don Bosco ហ្នឹងគេមាន scholarship សម្រាប់កូនសិស្សដែលមានជីវភាពខ្វះខាតអញ្ចឹងក៏ខ្ញុំបានទៅរៀននៅសាលាហ្នឹងចំនួន2ឆ្នាំរយៈពេល2ឆ្នាំអញ្ចឹងវាធ្វើឲ្យខ្ញុំមានឱកាសក្នុងការបានការងារធ្វើពេលហ្នឹងរៀនចប់បានការងារធ្វើនៅពលានយន្តហោះភ្នំពេញខាងផ្នែក Welcome Desk គឺយើងចាប់ផ្ដើមមានគំនិតមួយទៀតថាចុះបើសិនជាយើងបង្កើតសិប្បកម្មមីល្ពៅមួយនៅភ្នំពេញមិនដឹងជាល្អយ៉ាងណាពីព្រោះអាចឲ្យអ្នកភ្នំពេញស្រួលទិញហើយអាចថែរក្សាសុខភាពអ្នកភ្នំពេញបានទៀតពេលហ្នឹងគឺយើងគិតតែប៉ុណ្្នឹងឯងអូខេចាហ្នឹងហើយអញ្ចឹងក៏យើងសម្រេចចិត្តពិភាក្សាគ្នាក្នុងហ្នឹងមានខ្ញុំមានម៉ាក់ខ្ញុំហើយនឹងកូនចាំរបស់ម៉ាក់ខ្ញុំ3នាក់យើងគិតថាឥឡូវយើងបង្កើតសិប្បកម្មមីល្ពៅមួយនៅក្នុងភ្នំពេញបដ ாய் ចាពេលហ្នឹងក៏យើងចាប់តាមគិតគូរពពលុយមានតាំងម៉ានអីហ្នឹងបញ្ចេញយកមកធ្វើទាំងអស់ចា